បងរកគ្នានៅក្នុងបន្ទប់នេះស្ទើរតែគ្រប់គ្នាយើងសួរទៅកាន់ព្រះត្រូវការឲ្យខ្ញុំចាំដល់ពេលណាទៀតយើងសួរទៅកាន់ព្រះអង្គហៅខ្ញុំឲ្យធ្វើកិច្ចការទាំងអស់នេះប៉ុន្តែខ្ញុំធ្វើការងារនេះរាប់សិបខែរាប់សិបថ្ងៃអីអត់ទាន់ឃើញផលតើព្រះអង្គឲ្យខ្ញុំរងចាំដល់កម្រិតណាទៀតអរលោកនាងបងមូលហេតុដែលព្រះជាម្ចាស់ឲ្យអ៊ីស្រាអែលនៅចាំមួយថ្ងៃសិនដើម្បីត្រៀមខ្លួនទទួលយកការអស្ចារ្យដែលព្រះនឹងធ្វើនៅក្នុងជីវិតរបស់ពួកគេនៅថ្ងៃស្អែកប៉ុន្តែចុះបើជីវិតរបស់យើងឥឡូវនេះដែលយើងអត់មើលឃើញនៅថ្ងៃស្អែកតើយើងនឹងព្រមញែកខ្លួនជាបរិសុទ្ធដើម្បីឃើញការអស្ចារ្យដែលព្រះទ្រង់នឹងធ្វើនៅថ្ងៃស្អែកដែរអត់ការអស្ចារ្យថ្មីដែលព្រះនឹងធ្វើត្រូវការចិត្តថ្មីរបស់ពួកយើងត្រៀមសម្រាប់ព្រះជាម្ចាស់ព្រះអង្គថាបើយើងញែកខ្លួនចេញជាបរិសុទ្ធសម្រាប់ព្រះជាម្ចាស់ដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនឹងបណ្ដេញខ្មាំងសត្រូវឧបសគ្គទាំងអស់នោះចេញពីជីវិតរបស់ពួកយើងស្អែកនេះនៅពេលដែលយើងទៅកន្លែងធ្វើការរបស់យើងស្អែកនេះនៅពេលដែលយើងទៅរៀនស្អែកនេះនៅពេលដែលយើងបំពេញភារកិច្ចខ្ញុំចង់ប្រកាសទៅដល់អ្នកបងប្អូនថាព្រះអង្គនឹងធ្វើការអស្ចារ្យនៅថ្ងៃស្អែក